ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាលើមកថតអាប់ដេតបន្ថែមនៅកន្លែងលង្កិតទេតែបើក flash ទូរស័ព្ទជាមួយនឹងកម្មនេះខ្ញុំប្រើបានមួយថ្ងៃនេះឯងហ្នឹងហើយជាមួយនឹង load ថ្ងៃមុនខ្ញុំបានថតម្ដងហើយតម្លាក់ម្ដងហើយតែនេះខ្ញុំអាប់ដេតដោយសារតែខ្ញុំដាក់ជាមួយនឹងកម្ម2គ្រាប់ដែលជាកម្ម12លីហ្នឹងហើយ12លី2គ្រាប់អមគ្នាទៅពាក់ទៅរៀងល្មមបន្តិចពីម្សិលដាក់ទៅចង្អៀតអញ្ចឹងនេះដាក់ទៅល្មមហ្នឹងហើយជាមួយនឹងកម្ម fossil ឈើខាងនេះ3ខាងនេះ3ទៀតហ្នឹងហើយកដៃរបស់ខ្ញុំ70គីឡូជាងបាទហ្នឹងហើយ70គីឡូជាងតែកដៃទូចមួយទេព្រោះដោយសារតែមួយរយៈចុងក្រោយនេះគឺខ្ញុំមានបញ្ហាសុខភាពដោយសារតែយើងចូលព្រៃរាល់ថ្ងៃកាន់ម៉ូតូលើកម៉ូតូសែងម៉ូតូពេលដែលចូលក្នុងព្រៃទៅវាផ្លូវលំបាកផ្លូវអីចឹងណាផុងហើយលើកហើយម្យ៉ាងមួយទៀតយើងត្រូវរកថ្មបានថ្មមកត្រូវលើកលីសែងម្នាក់ឯងទេលើកលីទៅយកមកដាក់ម៉ូតូអញ្ចឹងបើដើរតាមអូគឺលងហើយបើថាដើរតាមវាមិនសូវអីម៉ាក់នេះបើថាដើរតាមអូលងដើរចេះទៅមុខចេះតែចង់ទៅចេះតែចង់ដឹងចង់លឺចេះទៅមុខទៀតអញ្ចឹងធ្វើឲ្យសុខភាពចុះទ្រុឌទ្រោមខ្លាំងមែនទែនហើយរយៈកាលក្នុងការធ្វើសកម្មភាពបែបនេះយូរឆ្នាំមែនទែនហ្នឹងហើយយូរឆ្នាំមែនទែនចេញពីព្រៃមកដល់ផ្ទះគឺខ្ញុំត្រូវលាងសម្អាតនិងពិនិត្យថ្មហើយនឹងធ្វើការថតបង្ហាញទៅកាន់បងប្អូនដែលគាត់ឆ្លាញ់ត្បូងថ្មធម្មជាតិហ្នឹងរហូតដល់ម៉ោង 2:10 យប់ម៉ោង 1 យប់ក៏មានដែរហ្នឹងហើយម៉ោង 1 យប់ក៏មានដែរអញ្ចឹងធ្វើបែបហ្នឹងជារៀងរាល់ថ្ងៃអស់រយៈពេលចូល5ឆ្នាំទៅធ្វើឲ្យសរីរាង្គរបស់ខ្ញុំចុះខ្សោយខ្លាំងមែនទែនចុះខ្សោយហើយក៏មិនបានបំពេញកិច្ចការងារដូចពីមុនអត់បានពេញកិច្ចការងារដូចពីមុនទេបាទសូមដោះបន្តិចពីមុនគឺកិច្ចការងារគឺធ្វើបានបែបហ្នឹងតែឥឡូវធ្វើលេងបានហើយក៏សម្រាប់នៅតែផ្ទះហើយឆ្នៃកម្មទៅចាប់ដើមឆ្នៃកម្មគឺទៅលើហ្នឹងទេហើយការឆ្នៃកម្មរបស់ខ្ញុំនេះក៏មិនបានល្អ 100% ដែរប៉ុន្តែធានាគុណភាពទៅលើត្បូងថ្មធម្មជាតិ 100% ពីដៃខ្ញុំបាទផ្ទាល់ហើយនៅក្នុងខេត្តព្រះវិហារផ្ទាល់តែម្ដងហ្នឹងហើយបន្ទាប់ពីសម្រាប់យូរពេកអញ្ចឹងទៅធ្វើឲ្យគីឡូហ្នឹងឡើងគីឡូតែខ្ញុំជាមនុស្សស្ដើងស្គមទេប៉ុន្តែដល់ពេលឡើងគីឡូពេកទៅគឺធ្វើឲ្យពិបាកនៅក្នុងខ្លួនកាន់តែខ្លាំងចង់ហាត់ប្រាណចង់អីតែយើងទ្រក្នុងខ្លួនឯងពិបាកហើយបងប្អូនផ្សេងគាត់100គីឡូជាងខ្ញុំទៅ70គីឡូតែពិបាកណាស់ហ្នឹងហើយអញ្ចឹងខ្ញុំបានកម្មពណ៌ខ្មៅនេះពាក់បាន2ថ្ងៃឥឡូវនេះធ្លាក់គីឡូហើយនៅសល់70គីឡូទេហ្នឹងហើយសល់70គីឡូទេប៉ុន្តែកម្មបងប្អូនទាំងអស់គ្នាមើលទៅដៃបងប្អូនអាចនឹងពាក់ទៅគឺថាចង្អៀតដែរតែខ្ញុំគឺកលុងវិញកលុងគីឡូធ្ងន់តែពាក់កងដៃអង្កាមដៃប៉ុណ្ណេះកលុងហ្នឹងហើយអញ្ចឹងការថតបង្ហាញនេះអមជាមួយការបកស្រាយពីប្រវត្តិខ្លួនឯងខ្លះទៅកាន់បងប្អូនដើម្បីបានដឹងអំពីការងារពេលខ្លះក៏មិនបានសុខសប្បាយទាំងស្រុងទេពេលខ្លះក៏បានសុខសប្បាយពេលខ្លះក៏មិនបានសុខសប្បាយតែទោះបីជាណាក៏ដោយក៏យើងប្រឹងប្រែងដើម្បីបង្ហាញនៅអ្វីដែលជាគុណសម្បត្តិធម្មជាតិដែលយើងអាចយកមកប្រើប្រាស់ជាប្រយោជន៍នៅក្នុងស្រុកនិងចងក្រងជាឯកសារផ្សេងៗតាមការស្វះស្វែងការស្វែងយល់របស់បងប្អូនទាំងអស់គ្នារួមទាំងខ្ញុំផងអូខេចឹងមានប៉ុណ្នេះអរគុណច្រើនសម្រាប់ការចូលរួមទស្សនានិងស្ម័គ្រចិត្តសម្រាប់ការស្ដាប់នៅការបកស្រាយមួយចំនួនហ្នឹងហើយអរគុណគ្រប់ជម្រាបលា